ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំបាទសំណាងទៀតហើយក្នុងកម្មវិធីនេតិរឿងខ្មោច Mr. Buna ជំនឿឬកោពិតនៅអេពីសូត4រឿងខ្មោចអត្តឃាតនៅលោកនេះគ្មានយ៉ាងណាម្នាក់ចង់ឮពាក្យថាស្លាប់កើតឡើងចំពោះរូបខ្លួននិងចំពោះក្រុមគ្រួសាររបស់ខ្លួននោះឡើយប៉ុន្តែហេតុអ្វីបានជាមានអ្នកខ្លះកើតខ្លីខ្លាំងម្ល៉េះមិត្តអ្នកអានប្រកាសជាបានលឺនឹងបានឃើញជាញឹកញាប់ជាមួយនឹងអ្នកធ្វើអត្តឃាតមួយចំនួនដូចជាចង់កស្លាប់បាញ់សម្លាប់ខ្លួនឯងលុតទឹកជាដើមដែលសុទ្ធសឹងជាគំនិតខ្លីនិងឆោតល្ងងបំផុតខ្ញុំមានមិត្តរស់នៅខេត្តផ្សេងជាច្រើនអ្នកនៅពេលដល់រដូវវាស្មកាលម្ដងយើងតែងតែទៅដាយលេងតាមបណ្ដាខេត្តនានាជាពិសេសតំបន់ស្រុកស្រែចំការដាច់ស្រយាលព្រោះជាកន្លែងដែលមានទេសភាពប្លែកស្រស់ស្រាយមិនដូចជានៅទីក្រុងភ្នំពេញមានតែផ្សែងយានយន្តអាកាសធាតុអ៊ូអាប់រកខ្យងដកដង្ហើមស្ទើរមិនបានវាស្មកាលលើកនេះពួកខ្ញុំណត់គ្នាទៅលេងខេត្តព្រៃវែងនៅតាមស្រុកមួយចំនួននៃខេត្តនោះមានមិត្តភ័ក្តិកំពុងរៀនជាមួយគ្នា3-4នាក់ដែរសាវីរស់នៅស្រុកពីរាំងខេត្តព្រៃវែងពួកយើងបានទៅដល់ផ្ទះរបស់គេនៅវេលាម៉ោង10ព្រឹកនៅក្នុងស្រុកនោះជាទូនីតិរបស់សាវីដែលត្រូវនាំពួកយើងដើរកម្សាន្តមើលព្រៃមើលវាលស្រែនិងងូតទឹកលីយ៉ាងសប្បាយចម្លែកតាមនិស្ស័យអ្នកក្រុងជួលស្រែស្រុកស្រែចំការថ្មីត្បិតតែមានការរីកចម្រើនអនផលជាងទីក្រុងប៉ុន្តែអ្វីនៅទីក្រុងដែលមិនអាចដូចស្រុកស្រែនោះគឺទេសភាពនិងអាកាសធាតុផ្ទះរបស់មិត្តខ្ញុំគ្មានភ្លើងអគ្គិសនីប្រើទេលុះដល់ពេលយប់ពួកយើងអុជចង្គៀងអង្គុយព័ទ្ធវងសន្ទនាជាមួយនឹងញាតិមិត្តបងប្អូនរបស់សាវីពីនេះពីនោះខ្ញុំគិតថាតាមខេត្តតាមស្រុកភូមិយ៉ាងនេះចាស់ប្រកាសជាមានរឿងអ្វីល្អមកនិយាយឲ្យពួកខ្ញុំស្ដាប់ជាមិនខានទើបខ្ញុំសួរឡើងថាលោកអ៊ំនៅតាមខេត្តអញ្ចឹងលោកអ៊ំធ្លាប់មានជួបខ្មោចទេអាចនិយាយឲ្យពួកខ្ញុំស្ដាប់ផងបានទេលោកអ៊ំក៏និយាយឡើងថាមិនខ្វះទេក្មួយអើយអារឿងខ្មោចរឿងព្រាយនោះចាំអ៊ំនិយាយឲ្យស្ដាប់ក្មួយឃើញផ្ទះខាងមុខនោះទេអូឃើញនោះហើយកាលពីមុនមានប្តីប្រពន្ធមួយគូដៃបុរសជាប្តីនោះចូលចិត្តផឹកស្រាតាំងពីព្រឹកដល់ល្ងាចចេញទៅដើរលេងសប្បាយជាមួយនឹងមិត្តភ័ក្តិរាល់ថ្ងៃត្រឡប់មកដល់ផ្ទះវិញយប់ជ្រៅទុកបណ្ដោយឲ្យប្រពន្ធដែលមានផ្ទៃពោះចាស់ខែទៅហើយនៅដេកចាំផ្ទះម្នាក់ឯងកាលពីដំបូងប្រពន្ធអាចលមមនឹងទ្រាំបានប៉ុន្តែដល់យូរទៅវាក៏កាន់តែឆ្ងន់ឡើងរាល់ថ្ងៃមួយប្តីរៀបចំខ្លួនបំរុងនឹងចេញទៅហ្វាក់ស្រាជាមួយនឹងមិត្តភ័ក្តិទៀតប្រពន្ធឃើញហើយក៏និយាយខាត់មិនឲ្យទៅកុំទៅអីបងនៅផ្ឆាស់ខ្លះទៅតិចលោកខ្ញុំឈឺពោះកើតកូនទៅធ្វើយ៉ាងម៉េចប្តីក៏តបទៅវិញថាអូយវាមិនទាន់កើតទេកើតថ្ងៃណាមិនកើតមកកើតថ្ងៃអញទៅហ្វាក់ស្រាកុំរញ៉េរញ៉ៃនឹងអញថយទៅអញស្រេកស្រាហើយប្រពន្ធឮប្តីនិយាយដូចនេះមានការខូចចិត្តយ៉ាងខ្លាំងព្រមទាំងប្រាប់ទៅវិញថាអញ្ចឹងក៏បានបើបងទៅផឹកស្រាទុកឲ្យខ្ញុំចងកសម្រាប់ខ្លួនតែម្ដងទៅព្រោះបងទុកស្រាមានតម្លៃជាងប្រពន្ធទៅហើយប្តីនឹកស្មានថាប្រពន្ធរបស់ខ្លួននិយាយលេងក៏និយាយបញ្ឈឺបន្ថែមទៀតថាឯងចងកក៏ចងទៅកំពុងតែពោះធំដូចនេះចងកងាប់ប្រកាសជាល្អមើលហើយប្តីថាហើយក៏បែរខ្នងចេញពីផ្ទះទៅចំណែកនឹងជាប្រពន្ធកាត់មានគំនុំខ្លួនចិត្តយ៉ាងខ្លាំងហើយក៏យកខ្សែមកចងជាមួយនឹងរនួតផ្ទះនាងបានពាក់ខ្សែកបន្តោងពះមួយខ្សែមិនបានដោះចេញឡើយនាងបានយកកន្ទុយខ្សែមកពាក់កហើយក៏ជ្រាវកស្លាប់តែកោតនៅទីនោះទៅប្តីត្រឡប់មកពីផឹកវិញឃើញប្រពន្ធចងកស្លាប់ក៏ស្រែកជំទាវឲ្យអ្នកស្រុកមកជួយរំលែកសពប្រពន្ធចុះមកគ្រប់គ្នាឃើញទិដ្ឋភាពបែបនេះកើតមានក្តីរន្ធត់ស្លុតអារម្មណ៍គ្រប់គ្នាព្រោះបរិវេណបំពង់ករបស់ប្រពន្ធដែលមានបន្តោងព្រះត្រូវបានខ្សែរត់រឹតទាំងខ្សែកនិងទាំងរូបព្រះលិចបាត់ចូលទៅក្នុងសាច់ប្តីស្រែកយំធ្ងុញធ្ងរគួរជាទីសង្វេគវេទនាចិត្តចំពោះដែលបានឃើញជាពុនប្តីក្រោយពីប្រពន្ធស្លាប់បាន3ថ្ងៃឆ្កែម្ដុំនោះវាព្រុសវាលូមួយយប់ទល់ភីរហូតគ្មានបានដេកបានពូនអីទេមានអ្នកស្រុកឃើញនាងប្រពន្ធនោះមកឈរបំពេកូននៅក្រោមដើមឈើពីមុខផ្ទះយ៉ាងកំសត់
ធ្វើឲ្យអ្នកស្រុកក្បែរនោះបាសសោកគ្រប់គ្នាគ្មាននរណាហ៊ានឆ្លងកាត់មុខផ្ទះនោះនៅពេលយប់ឡើយល្ងាចមិនតាន់ធំអ្នកស្រុកប្រញាប់នាំគ្នាបាយទឹកចូលដេកតាំងពីក្បាលព្រលឹបជួនកាលនាងប្រពន្ធមកឈរបោះដៃហើយប្តីឲ្យទៅនៅជាមួយខ្មោចស្រីនោះមកលងប្តីរាល់យប់រហូតប្តីទ្រាំមិនបានក៏រត់ទៅបួសទើបរឿងរ៉ាវនេះស្ងប់រងាប់ទៅប្តីនោះបានបួសរហូតទៅមិនព្រមសឹកឡើយពួកយើងបានស្ដាប់ហើយមានអារម្មណ៍បាសសោកគ្រប់គ្នាខ្លះសម្លឹងមើលទៅផ្ទះមួយខ្នងនោះដែលកំពុងតែស្ថិតនៅក្នុងសភាពស្ងាត់ជងំគួរឲ្យខ្លាចមែនតែនណយមិនលេងចូលទេព្រឺណាស់ដេកវិញល្អជាងស្តែកឡើងពួកយើងរៀបចំខ្លួនត្រឡប់មកទីក្រុងភ្នំពេញវិញបង្កើមុននឹងចេញដំណើរពួកយើងអត់នឹងសម្លឹងមើលទៅផ្ទះនោះមិនបានឡើយសូមឲ្យបងស្រីនិងកូននោះបានទៅកាន់ទីដ៏សមគួរទៅចោះតើប្រិយមិត្តអ្នកស្ដាប់រឿងនេះយល់យ៉ាងណាដែរកម្មវិធីនិទានរឿងខ្មោច Mr. Bona ជំនឿឬការពិតបានមកដល់ទីបញ្ចប់ខ្ញុំបាទសំណាងសូមអរគុណជួបគ្នាវីដេអូក្រោយ